ជំរាបសួរនិងសួស្តីទៅកាន់លោកឪពុកអ្នកម្ដាយលោកគ្រូអ្នកគ្រូបងប្អូនសិស្សសានុសិស្សជាទីស្រឡាញ់អញ្ចឹងថ្ងៃនេះខ្ញុំមកបង្ហាញមួយចំណុចទៀតហើយទាក់ទងនឹងភាសាខ្មែរថ្នាក់ទី1នៅក្នុងកម្មវិធីថ្នាក់បឋមសិក្សា PLP មេរៀនទី104សាលារៀនខ្ញុំអញ្ចឹងចំណុចដែលខ្ញុំបង្ហាញដែលចាប់អារម្មណ៍ក្នុងកម្មវិធីថ្នាក់បឋមសិក្សា PLP នៅថ្ងៃនេះគឺចំណុចទី5បង្កើតពាក្យតាមរូបភាពអញ្ចឹងយើងឃើញអត់លេខ5នេះបង្កើតពាក្យតាមរូបភាពអញ្ចឹងមកទៀតណាចឹងលោកឪពុកអ្នកម្ដាយបងប្អូនសិស្សានុសិស្សទាំងអស់យើងមើលពាក្យកុមារ2នាក់មែនទេយើងចុចមកកុមារ2នាក់នេះកំពុងធ្វើអីចឹងគេឲ្យមានអក្សរកស្រៈអុអក្សរម៉ស្រៈអានិងអក្សររចឹងយើងឃើញក្មេងតូចមានតែកុមារកុម៉ូម៉ាមកកុមារចឹងដូចខ្ញុំបាននិយាយបង្ហាញប្រាប់មិញចឹងប្រសិនបើយើងគិតថាពាក្យនឹងត្រូវយើងចុចយកព្រមបើយើងគិតថាខុសអក្ខរាវិរុទ្ធត្រង់ណាដូចបាញ់មិញអញ្ចឹងខ្ញុំខុសសួនផ្កាទៅសេអត់ត្រូវផងបាទចុចមកខុសអញ្ចឹងខ្ញុំចង់បង្ហាញពីការបញ្យល់របស់គេទីកន្លែងទៅនឹងណាអញ្ចឹងបើយើងគិតថាត្រូវហើយចុចពាក្យយល់ព្រមអញ្ចឹងលោសញ្ញាត្រឹមត្រូវអញ្ចឹងកន្លែងនេះគេប្រាប់យើងថាម៉េចនេះគឺជាទង់ជាតិប្រទេសម៉ាឡេស៊ីមែនទេលោកពងអ្នកម្ដាយអញ្ចឹងទង់ជាតិរបស់ម៉ាឡេស៊ីអញ្ចឹងគេមានពាក្យស្រៈឲ្យយើងហើយនឹងមានសញ្ញាបន្តអធិស្ឋានយើងមិនមានពាក្យតែយើងមានស្រៈភ្ជញ្ជាអ្នកនិងសញ្ញាបន្តនេះទង់ជាតិបាទទង់ជាតិអក្សរតោអក្សរងបន្តមែនទេអក្សរជោស្រៈអាស្រៈអ៊ីហើយណាស្រៈអេមកបាទបើយើងគិតថាត្រូវប្រចាំយើងដាក់អក្សរជោមួយទៀតសតមួយទៀតហើយដាក់បន្តមួយទៀតត្រូវអត់ទង់ជាតិអញ្ចឹងបើអត់ត្រូវទេយើងចុចពាក្យលុបមកលុប1លុប2មកបាទបន្ទាប់មកយើងគិតថាត្រឹមត្រូវហើយយើងចុចពាក្យថាយល់ព្រមត្រឹមត្រូវបាទត្រឹមត្រូវឃើញទេអញ្ចឹងវាមានរូបភាពជាច្រើនហើយនឹងមានភ្ជញ្ជាអ្នកហើយនឹងបន្តវាមានជើងវាមានស្រៈវាមានអីផ្សេងច្រើនដើម្បីយើងផ្សំស្រៈនិងជើងភ្ជញ្ជាអ្នកនឹងបង្កើតឲ្យបានទៅជាពាក្យទៅតាមរូបភាពដែលគេបានបង្ហាញអញ្ចឹងចំណុចនេះគឺការរៀនក្នុងកម្មវិធីថ្នាក់បឋមសិក្សា PLP ជាពិសេសថ្នាក់ទី1គឺល្អមែនតើណាគាត់មើលរូបភាពនៅពេលដែលគាត់យើងរៀនភ្ជញ្ជាអ្នកស្រៈអស់ហើយយើងអាចឲ្យគាត់មករៀនអានេះមកអញ្ចឹងដោយសារតែឥឡូវវាចូលដល់ខែ6ខែ7ហើយអញ្ចឹងគាត់អាចរៀននេះបានហើយណាអញ្ចឹងលោកពូអ្នកម្ដាយជួយជំរុញគាត់បន្ថែមទៅឲ្យគាត់រៀននៅសាលាផងនៅផ្ទះឲ្យគាត់រៀនតាមកម្មវិធីថ្នាលផងហើយកុំភ្លេចណាមួយទៀតនៅពេលដែលគាត់រៀនឲ្យគាត់កត់ហើយនឹងគាត់សរសេរផងកុំឲ្យគាត់អង្គុយតែចុចគាត់អត់ចាំអត់បានយូរទេនៅពេលដែលគាត់កត់ហើយសរសេរទុកធ្វើជាមេរៀនទុកធ្វើជាសភៅមើលនៅពេលទំនេរនៅពេលដែលយើងអត់បានមើលទូរស័ព្ទនៅក្នុងកម្មវិធីថា PLP យើងអាចមើលពាក្យហ្នឹងឬក៏រៀនប្រកបពាក្យហ្នឹងឡើងវិញឲ្យពួកគាត់ឆាប់រហ័សក្នុងការចងចាំស្គាល់ភ្ជញ្ជាអ្នកស្គាល់ស្រៈបាទអីផ្សេងនៅក្នុងការរៀននៅក្នុងកម្មវិធីថ្នាក់បឋមសិក្សា PLP អញ្ចឹងវីដេអូមួយនេះអត់មានអីច្រើនទេគាត់តែចង់បង្ហាញពីចំណុចល្អនឹងការរៀនដែលមានរូបភាពទាក់ទាញឲ្យបងប្អូនជាពិសេសថ្នាក់ទី1ថ្នាក់ទី2គាត់មានចំណង់ចំណូលចិត្តក្នុងការរៀនឡើងវិញណាអញ្ចឹងអរគុណច្រើនបើសិនបើមានពាក្យពេចន៍ខុសឬក៏និយាយទៅមិនសមរម្យក៏សូមលោកឪពុកអ្នកម្ដាយលោកគ្រូអ្នកគ្រូបងប្អូនសិស្សានុសិស្សទាំងអស់គ្នាអធិស្ឋានផងអញ្ចឹងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ